ដូវកាលបានមកដល់ហើយផ្លូវនោះឯងហើយជាផ្លូវនៃការត្រាស់ដឹងនោះជាបឋមខ្ញុំប្រកាសណាអាត្មាភាពសូមនមស្ការចំពោះបត្រៃរតន៍ដែលមានព្រះបរមសាស្តាជាព្រះប្រធានសូមនមស្ការចំពោះពធដែលជាធម៌ចម្លងសត្វលោកទៅកាន់ព្រះនិព្វាននិងសូមនមស្ការចំពោះអរិយសង្ឃដែលលោកដឹងនៅអរិយមគ្គហើយសម្រេចបាននៅអរិយផលថ្ងៃនេះអាត្មាភាពសូមលើកឡើងអំពីបៃដក22ទំព័រ125អាត្មាសូមមើលឲ្យស្ដាប់ដូចតទៅនេះផ្លូវដតីប្រព្រឹត្តទៅដើម្បីត្រាស់ដឹងគប្បីមានដែរឬណោមនីអគិវេសនៈតថាគតនោះមានសេចក្តីតេរីដូច្នេះថាកាលដែលអាត្មាអញអង្គុយនៅក្រោមម្លប់នៃដើមព្រីងដ៏ត្រជាក់ក្នុងកិច្ចការរបស់សក្យរាជជាបិតាក៏ធ្លាប់បានស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលទាំងឡាយបានដល់នៅបឋមឈានដែលប្រកបដោយវិតកៈនិងវិចារៈមានបិតិនិងសុខដែលកើតពីសេចក្តីស្ងាត់នោះហើយសម្រេចសម្រាននៅអូណូនោះឯងជាផ្លូវនៃការត្រាស់ដឹងហើយទេដឹងមនាលអគិវេសនៈវិញ្ញាណជាគ្រឿងរលឹកតាមស្មារតីត្រង់នេះមិនតាមយមអាត្មាថាមិនត្រូវប្រែស្មារតីយើងដាក់សតិវិញណាវិញ្ញាណជាគ្រឿងរលឹកតាមសតិក៏កើតឡើងដល់តថាគតនោះថាផ្លូវនោះឯងហើយជាផ្លូវនៃការត្រាស់ដឹងនោះដូច្នោះកន្លែងនេះគឺសំខាន់ណាស់គឺថាអាត្មាសូមពន្យល់ឲ្យស្ដាប់ថាផ្លូវនៃការត្រាស់ដឹងផ្លូវទៅកាន់ការត្រាស់ដឹងគឺបឋមឈាននេះឯងនេះលោកថាបានដល់នៅបឋមឈានណាដែលប្រកបដោយវិតកៈនិងវិចារៈតែនឹងឯងបានដល់នៅបឋមឈានដូច្នោះផ្លូវទៅកាន់ការត្រាស់ដឹងគឺបឋមឈាននេះឯងគឺថាព្រះពុទ្ធជាម្ចាស់លោកប្រាប់ត្រង់ច្បាស់ហ្មងដូច្នោះសូមញាតិញោមមើលហើយធម្មទេសនានេះអាត្មាបញ្យល់ខ្លីមិនឲ្យញាតិញោមមងវែងមិនឲ្យសាធុជនចូលមកពិបាកស្ដាប់យូរទេគឺថាចូលមកស្ដាប់ដឹងហ្មងដឹងថាផ្លូវនៃការត្រាស់ដឹងគឺចាប់ដើមធ្វើអីគឺញាតិញោមត្រូវតែសាធុជនត្រូវតែធ្វើវិបស្សនាឬក៏សមាធិធ្វើម៉េចឲ្យសម្រេចឈានឃើញលោកដាក់ថាបានដល់បឋមឈានណាដែលប្រកបដោយវិតកៈវិចារៈមានបិតិនិងសុខដែលកើតពីសេចក្តីស្ងាត់នោះណាយើងទៅអង្គុយកន្លែងស្ងាត់ហើយយើងធ្វើសមាធិទៅហើយសម្រេចសម្រាប់នៅអូណូនោះឯងជាផ្លូវនៃការត្រាស់ដឹងហើយទីដឹងលោកសួរអញ្ចឹងណាហើយបានលោកបញ្ជាក់ទៀតថាមនីអគិវេសនៈវិញ្ញាណជាគ្រឿងរលឹកតាមសតិយើងកុំថាស្មារតីកុំប្រែវិញ្ញាណជាគ្រឿងរលឹកតាមសតិក៏កើតឡើងដល់តថាគតនោះថាផ្លូវនោះឯងហើយជាផ្លូវនៃការត្រាស់ដឹងឃើញទេដូច្នោះលោកបញ្ជាក់ច្បាស់ណាស់ថាបើញាតិញោមបើសាធុជនចង់ត្រាស់ដឹងដូចជាព្រះពុទ្ធគឺធ្វើម៉េចឲ្យសម្រេចឈានណាពីបឋមឈានទៅបឋមឈានទី1
រហូតដល់ឈានទី9គឺញាតិញោមទៅកាន់តាការត្រាស់ដឹងហើយដូច្នោះធម្មទេសនាថ្ងៃនេះខ្លីៗងាយឲ្យញាតិញោមសាធុជនស្រួលយល់អត់ទេសនាវែងទេហើយអាត្មាភាពដាក់ចំតែម្ដងដូច្នោះបើសាធុជនចង់ត្រាស់ដឹងញាតិញោមនិងសាធុជនត្រូវតែធ្វើសមាធិធ្វើម្ដេចឲ្យសម្រេចឈានណាហើយសំខាន់គឺធ្វើម៉េចឲ្យសម្រេចឈានសំណួរសួរថាតើធ្វើយ៉ាងម៉េចដើម្បីឲ្យសម្រេចឈានឲ្យបានអង្គុយសមាធិទៅចូលឈានបានដូច្នោះអាត្មានឹងប្រាប់នៅធម្មទេសនាទី2ណាតើធ្វើម៉េចឲ្យសម្រេចឈានដូច្នោះធម្មទេសនាថ្ងៃនេះអាត្មាភាពសូមបញ្ចប់ត្រឹមប៉ុណ្ណេះព្រះពុទ្ធជាម្ចាស់លោកបានបង្ហាញច្បាស់ហើយថាបើញាតិញោមសាធុជនចង់ត្រាស់ដឹងគឺត្រូវធ្វើម្ដេចឲ្យសម្រេចពីបឋមឈានទៅឥឡូវសំណួរថាធ្វើម៉េចឲ្យចូលឈានយើងអង្គុយសមាធិទៅណាឬក៏វិបស្សនាទៅឲ្យចូលឈានដូច្នោះធម្មទេសនាទី2អាត្មានឹងលើកយក3ដក38មកបញ្យល់ប្រាប់តើត្រូវធ្វើម៉េចតើយើងអង្គុយសមាធិយ៉ាងម៉េចដើម្បីឲ្យសម្រេចឈានណាដូច្នោះធម្មទេសនាថ្ងៃនេះគឺខ្លីៗដើម្បីឲ្យញាតិញោមកុំឲ្យវង្វេងឲ្យញាតិញោមសាធុជនស្រួលយល់ដូច្នោះធម្មទេសនាថ្ងៃនេះសូមបញ្ចប់ត្រឹមប៉ុណ្ណេះសូមអរគុណនិងសូមអរព្រគុណ